ជំរាបសួរខ្ញុំបាទឈ្មោះឡាកំណាយខ្ញុំគឺជាសិស្សនៃសាលាអង្គការស្ទើរប្រជាពលរដ្ឋនៅថ្នាក់ទី12ថ្ងៃខ្ញុំរស់នៅទីក្រុងភ្នំពេញហើយខ្ញុំមានពុកម្ដាយដែលគាត់ប្រកបជាមុខរបរជាអ្នកធ្វើស្រែចម្ការហើយខ្ញុំមានបងប្អូនចំនួន3នាក់ដែលខ្ញុំគឺជាកូនច្បងហើយកាលពីមុនជីវភាពរបស់ខ្ញុំនឹងអត់សូវល្អនោះទេហើយគ្រួសាររបស់ខ្ញុំនឹងអត់សូវមានជីវភាពល្អប៉ុន្មាននោះទេហើយមុនពេលដែលខ្ញុំបានមកសិក្សានៅសាលាអង្គការស្ទើរប្រជាពលរដ្ឋហ្នឹងកាលពីមុនខ្ញុំចាប់បានសិក្សារៀនសូត្រនៅសាលាមួយនៅម្ដុំស្ទឹងមានជ័យហ្នឹងដែលកាលពីមុនហ្នឹងខ្ញុំរៀននៅហ្នឹងខ្ញុំអត់សូវប្រកែកប៉ុន្មានទេហើយបន្ទាប់មកបានមិញខ្ញុំនឹងបានឮដំណឹងថានៅម្ដុំក្នុងចាក់សម្រាប់ហ្នឹងមានអង្គការមួយដែលបានបើកបង្រៀនដល់សិស្សានុសិស្សនិងគ្រួសារដែលមានជីវភាពមិនសូវល្អហ្នឹងឲ្យបានសិក្សារៀនសូត្រដោយមិនគិតថ្លៃនោះទេហើយព្រមទាំងសាលានឹងបានផ្ដល់នៅអាហារពេលថ្ងៃសម្រាប់ដល់សិស្សានុសិស្សដែលបានសិក្សានៅទីនោះផងដែរហើយព្រមទាំងផ្ដល់នូវជំនួយទៅដល់គ្រួសារទាំងនោះដល់ជាអង្គនិងជំនួយផ្សេងៗហ្នឹងទៅដល់គ្រួសារហ្នឹងជាប្រចាំខែផងដែរហើយក្រោយមកខ្ញុំក៏បានចូលរៀននៅក្នុងសាលាអង្គការស្ទើរប្រជាពលរដ្ឋនៅក្នុងអំឡុងឆ្នាំ2015ហើយខ្ញុំក៏បានចូលរៀនពីថ្នាក់មត្តេយ្យរហូតដល់ឥឡូវហ្នឹងខ្ញុំរៀនរហូតដល់ថ្នាក់ទី12ដែលបំរុងនិងប្រឡងនឹងសញ្ញាបត្រទុតិយភូមិនោះហើយតាមរយៈពេលកន្លងមកដែលខ្ញុំបានសិក្សានៅក្នុងសាលាអង្គការស្ទើរប្រជាពលរដ្ឋបានផ្ដល់ឲ្យខ្ញុំនូវបទពិសោធន៍ជាច្រើនហើយក៏ខ្ញុំនឹងមានភាពក្លាហាននៅក្នុងការប្រស័យតាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនហើយជាមួយនឹងសិស្សសានុសិស្សហើយព្រមទាំងមានទំនាក់ទំនងល្អជាមួយនឹងគ្រូអ្នកគ្រូនៅក្នុងអំឡុងពេលសិក្សាផងដែរហើយជាពិសេសខ្ញុំបានចូលរួមនៅក្នុងកម្មវិធីដែលសាលាបានបង្កើតឡើងដូចជាកម្មវិធីប្រកួតប្រជែងការ debate ការប្រកួតគណិតវិទ្យាហើយនិងការនិយាយភាសាអង់គ្លេសផងដែរហើយខ្ញុំបានធ្លាប់ចូលរួមនៅក្នុងការជួយជាមួយនឹងសាលានៅក្នុងការរៀបចំកម្មវិធីប្រពៃណីកម្មវិធីសង្ក្រាន្តនិងកម្មវិធីនានាដូចជាកម្មវិធីពីស្ម័គ្រជាដើមហើយជាចុងក្រោយខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់លោកស្រីនុនភិមានដែលបានបង្កើតនៅសាលាអង្គការស្ទើរប្រជាពលរដ្ឋនេះឡើងដើម្បីក្នុងការជួយទៅដល់សិស្សានុសិស្សក៏ដូចជាកុមារកំព្រាដែលពុំមានជីវភាពធូរធារនៅក្នុងការសិក្សាអាចបានសិក្សាបានដូចជាលោកខ្ញុំផងដែរហើយក៏ដូចជាសូមថ្លែងអំណរគុណទៅដល់ sponsor ទាំងអស់ដែលបានខិតខំផ្សព្វផ្សាយរកជំនួយសម្រាប់គ្រប់គ្រងទៅដល់សាលាអង្គការស្ទើរប្រជាពលរដ្ឋនេះផងដែរ